សោតនីតកម្មដែលធ្លាក់យន្តហោះនៅកំពូលភ្នំអរ៉ាល់ខ្ញុំផ្ទាល់បានដើរឡើងដល់កំពូលភ្នំកម្ពស់ 1813 ម៉ែត្រដែលជាភ្នំមួយដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជារបស់យើងនៅទីនោះផងដែរក៏មានសោតនីតកម្មដែលកើតឡើងកាលពីឆ្នាំ 1974 ដែលអ្នកស្រាវជ្រាវគេបានរកឃើញថាហោះមួយគ្រឿងនេះបានធ្លាក់នៅថ្ងៃទី 25 ខែ 12 នៃឆ្នាំ 1974 ដែលជើងហោះហោះពីខេត្តបាត់ដំបងពោះទៅកាន់ប្រលានយន្តហោះពោធិ៍ចិនតុងអ្នកធ្វើដំណើរនៅក្នុងយន្តហោះនោះគឺមានចំនួន 11 នាក់ហើយបានស្លាប់បាត់បង់ជីវិតទាំងអស់ក្នុងនោះផងដែរគឺមានពីឡុត 2 នាក់និងអ្នកបម្រើតាមយន្តហោះ 1 នាក់និងអ្នករួមដំណើរ 8 នាក់បានធ្លាក់យន្តហោះនេះគឺស្លាប់បាត់បង់ជីវិតទាំងអស់តាមខ្ញុំស្រាវជ្រាវនៅក្នុងអត្ថបទគេបាននិយាយថាការធ្លាក់យន្តហោះនេះគឺអាចមានពីរករណីទី1អាចចុះអាប់ខ្លាំងហើយហោះបុកកំពូលភ្នំអរ៉ាល់នឹងតែម្ដងទី2អាចមានករណីគេបាញ់ទម្លាក់យន្តហោះមួយគ្រឿងនេះសារក្នុងអំឡុងឆ្នាំ 1974 នោះគឺជាឆ្នាំរវាងរបបលន់នល់និងប៉ុល ពតប្រទាញប្រទងគ្នាយន្តហោះមួយនេះគឺផលិតនៅឆ្នាំ 1943 ទល់ពេលនេះគឺមានអាយុកាល 70 ឆ្នាំជាងហើយយន្តហោះនេះគឺត្រូវបានគេប្រើប្រាស់នៅក្នុងសង្គ្រាមលោកលើកទី 2 ឲ្យទ័ពអាកាសនិងទ័ពជើងទឹករបស់អាមេរិកហើយក្រោយមកយន្តហោះមួយនេះក៏បានយកទៅដឹកអ្នកដំណើរហើយក្រុមហ៊ុនអាកាសចរអន្តរជាតិកម្ពុជាបានជួលតពីក្រុមហ៊ុនអាកាសចរនៅប្រទេសឡាវយកមកដឹកអ្នកដំណើរនៅប្រទេសកម្ពុជារបស់យើងផងដែរហើយជាទូទៅអ្នកដែលគាត់បានឡើងទៅដល់កំពូលភ្នំអរ៉ាល់គឺពួកគាត់តែងតែចង់ទៅមើលកន្លែងដែលយន្តហោះធ្លាក់ដោយសារតែគឺជាសោកនាដកម្មមួយដែលគួរឲ្យរន្ធត់បំផុតកូនខ្មែរយើងតែងតែនិយាយតគ្នាហើយនៅលើកំពូលភ្នំអរ៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេដែលមនុស្សយើងទូទៅពិបាកនឹងឡើងទៅប៉ុន្តែនៅក្នុងនាមខ្ញុំគឺជាកូនខ្មែរម្នាក់ខ្ញុំពិតជាចង់ឃើញនៅកន្លែងដែលយន្តហោះនោះបានធ្លាក់ក៏ជាការសោកស្ដាយបំផុតសម្រាប់ប្រទេសជាតិរបស់យើងផងដែរពេលដែលខ្ញុំធ្វើដំណើរឡើងភ្នំប្រើរយៈពេលរហូតដល់ 10 ម៉ោងដើម្បីជាការចង់ដឹងចង់ឮអំពីការធ្លាក់យន្តហោះនៅកំពូលភ្នំអរ៉ាល់ហើយពេលដែលពួកខ្ញុំបានទៅដល់ទីនោះពួកខ្ញុំពិតជាព្រឺសម្បុរខ្លាំងមែនតើដោយសារតែមានអារម្មណ៍ថារន្ធត់ខ្លាំងនិងមានការសោកស្ដាយខ្លាំងចំពោះការធ្លាក់យន្តហោះមួយនេះពីមុនខ្ញុំគ្រាន់តែឃើញបំណែកយន្តហោះទៅតាមវីដេអូផ្សេងៗប៉ុន្តែពេលដែលខ្ញុំឡើងមកដល់កំពូលភ្នំអរ៉ាល់ខ្ញុំបានមើលឃើញបំណែកយន្តហោះទាំងអស់គ្នាខ្ញុំពិតជារន្ធត់ខ្លាំងមែនតើសារបំណែកយន្តហោះទាំងនោះគឺខ្ចាត់ខ្ចាយគ្រប់កន្លែងទាំងអស់តបមកទៀតស្លាប់ទៅផ្សេងកតុយទៅផ្សឹងហើយបើម៉ាស៊ីនវិញគឺធ្លាក់មកដល់កន្លែងជ្រោះនៅខាងក្រៅពួកខ្ញុំបានវាចុះមកដើម្បីមើលបំណែកម៉ាស៊ីនរូបរាងយ៉ាងម៉េចដែលធ្លាក់ចុះពីខាងលើចុះមកហើយខ្ញុំក៏បានបន្តដំណើរទៅទៀតបានឡើងទៅដល់កំពូលភ្នំកម្ពស់ 1813 ម៉ែត្រដែលបង្តានគឹមសួរគាត់បានជូនខ្ញុំទៅដល់ទឹកដីទីនោះគោលបំណងគាត់ដែលចង់ឲ្យពួកយើងបានឃើញភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជារបស់យើងហើយពួកខ្ញុំអាចតស៊ូឡើងទៅដល់ទីនោះបានហើយមិនត្រឹមតែប៉ុណ្ណោះទេព្រៃព្រឹក្សានិងដើមឈើធំៗក្នុងព្រៃអរ៉ាល់នោះគឺពិតជាត្រជាក់ខ្លាំងហើយពិតជាមានអត្ថប្រយោជន៍ដល់ពួកយើងទាំងអស់គ្នាការស្រឡាញ់ព្រៃឈើនិងថែរក្សាព្រៃឈើពិតជាចាំបាច់សម្រាប់ពួកយើងទាំងអស់គ្នាបងប្អូនមានបញ្ហាមុខបែបនេះហើយចង់ព្យាបាលដោយរូបមន្តធម្មជាតិបងប្អូនអាចស្គាល់ផលិតផលសម្លេងជូតមុខឡាកាម៉ូផ្ទុះការគ្រប់គ្រងខ្លាំងនៅក្រុមហ៊ុនឡាកាម៉ូរបស់ខ្ញុំផងដែរគឺជាផលិតផលមួយដែលអាចព្យាបាលរាល់បញ្ហាមុខអ្នកដែលគាត់ទើបតែធំពេញវ័យហើយគាត់មានបញ្ហាមុខមុនឬក៏គាត់ឡើងអាឡែហ្ស៊ីនៅលើស្បែកមុខប្រើជាមួយនឹងសម្លេងជូតមុខឡាកាម៉ូនិងឈុតមុខឡាកាម៉ូដែលព្យាបាលរាល់បញ្ហាឬក៏បងប្អូនចង់ថែរក្សាស្បែកមុខឲ្យបានស្អាតល្អអាចប្រើប្រាស់សម្លេងជូតមុខឡាកាម៉ូនិងឈុតមុខឡាកាម៉ូជាប្រចាំថ្ងៃទទួលបានផលដូចបងប្អូនបានឃើញក្នុងវីដេអូនេះ